តើអ្នកអាចរស់នៅកន្លែងដែលសីតុណ្ហភាពធ្លាក់ដល់ដក71អង្សាសេបានទេនៅលើពិភពលោកមានភូមិតូចមួយដែលត្រូវបានគេស្គាល់ថាជាកន្លែងរស់នៅត្រជាក់បំផុតរបស់មនុស្សតើភូមិនោះនៅឯណាហើយប្រជាជននៅទីនោះរស់នៅដោយរបៀបណាតោះទៅស្វែងយល់ទាំងអស់គ្នាភូមិនោះមានឈ្មោះថាអូមីយ៉ាកុនស្ថិតនៅសាធារណរដ្ឋសាខាយូគូធាប្រទេសរុស្ស៊ីប្រជាជនរស់នៅទីនោះមានប្រមាណ500នាក់ភូមិនេះត្រូវបានគេស្គាល់ថាជាកន្លែងរស់នៅអចិន្ត្រៃយ៍ដែលត្រជាក់បំផុតនៅលើផែនដីសីតុណ្ហភាពទាបបំផុតដែលធ្លាប់កត់ត្រានៅទីនោះគឺប្រហែលដក 67.7 អង្សាសេនៅរដូវរងាសីតុណ្ហភាពជាច្រើនថ្ងៃអាចធ្លាក់ក្រោមដក50អង្សាសេពេលដកដង្ហើមចំហាយទឹកអាចកកភ្លាមលំហេយរោមភ្នែកក៏អាចកកជាទឹកកកផងដែរផ្ទះទាំងអស់ត្រូវបានសាងសង់ឲ្យរក្សាកម្ដៅបានល្អប្រជាជនស្លៀកសម្លៀកបំពាក់ក្រាស់ៗជាច្រើនជាន់ដើម្បីការពារខ្លួនពីអាកាសធាតុត្រជាក់ខ្លាំងរថយន្តជាច្រើនត្រូវទុកឲ្យម៉ាស៊ីនដំណើរការមួយរយៈឬរក្សាទុកក្នុងកន្លែងកក់ក្ដៅដើម្បីឲ្យអាចបញ្ឆេះបាននៅពេលត្រូវប្រើដោយសារអាកាសធាតុត្រជាក់ខ្លាំងការដាំដំណាំពិតជាពិបាកណាស់ប្រជាជនភាគច្រើនបរិភោគសាច់ត្រីនិងអាហារដែលផ្ដល់ថាមពលខ្ពស់នៅរដូវរងាដីនៅតែបង្កកយ៉ាងជ្រៅដែលគេហៅថា permafrost ការជីកដីឬសាងសង់អគារនៅទីនោះត្រូវការបច្ចេកទេសពិសេសទោះបីអាកាសធាតុត្រជាក់ខ្លាំងក៏ដោយមនុស្សជាច្រើននៅតែរស់នៅទីនោះព្រោះវាជាស្រុកកំណើតនិងជាទីកន្លែងដែលគ្រួសាររបស់ពួកគេរស់នៅជាច្រើនជំនាន់បើអ្នកត្រូវរស់នៅក្នុងភូមិនេះរយៈពេល1ខែតើអ្នកគិតថាអាចទ្រាំបានទេសូម comment បានឬទៅមិនបានខាងក្រោមបើអ្នកចូលចិត្តវីដេអូបែបចំណេះដឹងអំពីពិភពលោកសូមកុំភ្លេចចុច like subscribe និង share ដើម្បីគាំទ្រ channel របស់យើងអរគុណសម្រាប់ការទស្សនា